ណែទាំងអស់គ្នាអើយទៅផ្សារអង្គុយហើតនឹកម្ហូបហើយដឹងថានឹកឃើញធ្វើម្ហូបអីក៏ឃើញកៅអៅឈូកនឹងតំណងពេកបងប្អូនអើយហើយជាមួយពងត្រីបងប្អូនហ្នឹងហើយធ្វើមនុយនឹងតែម្ដងទៅគឺស្លមកជូរកៅអៅឈូកដាក់ពងត្រីហើយមនុយនេះគឺសម្រាប់ផ្សេណែទាំងអស់គ្នាអើយយើងដឹងនឹកឃើញម្ហូបអីហើយគ្រឿងផ្សំរបស់យើងមានអីមានកៅអៅឈូកមានទេសមានដេងស្លឹកក្រូចសើចមានអីចឹងទៅបងប្អូនអាចបន្ថែមបន្លែមួយចំនួនដូចតកួនដូចកញ្ឆែតអីផ្សេងមិនដែរខ្ញុំដាក់តែកៅអៅឈូកទេដោយសារខ្ញុំចូលចិត្តកៅអៅឈូកផងដែរចឹងទៅហើយយើងធ្វើការហាន់ម្ទេសនេះដាក់ដើម្បីបង្កើននៅសម្រស់ចឹងណាបងប្អូនហើយកៅអៅឈូករបស់យើងហ្នឹងយើងធ្វើការលាងសម្អាតទៅដោយសារហ្នឹងវាយ៉ាងដីច្រើនយើងលាង3 4ទឹកអីទៅដើម្បីឲ្យវាស្អាតណាបងប្អូនហ្នឹងហើយឥឡូវហ្នឹងប្រពន្ធរបស់ខ្ញុំធ្វើការលាងកៅអៅឈូកហ្នឹងដើម្បីលាងធ្វើម៉េចឲ្យវាអស់ជាតិដីជាតិធូលីចឹងទៅដើម្បីឲ្យវាបាត់ក្លិនដីហ៎បងប្អូនតើអញ្ចឹងបានយើងញ៉ាំទៅស្និទ្ធមាត់ហ៎បងប្អូនហ្នឹងហើយដោយសារវាដុះក្នុងដីកៅអៅឈូកហ្នឹងហើយយើងមានម្អមបងប្អូនម្អមនេះក៏ជួយនៅបង្កើននៅរសជាតិបង្កើននៅក្លិនផងដែរហើយយើងធ្វើការដាក់ហ្នឹងគឺដាក់ជាមួយនឹងស្លឹកអំបិលណាបងប្អូនបានស្លហ្នឹងគឺមានរសជាតិឆ្ងាញ់បងប្អូនហើយស្លឹកអំបិលរបស់យើងចំណាយលុយតិចទេអត់ហើយវា1000ហើយទេក៏ប៉ុណ្ណឹងនោះយើងធ្វើហ្នឹងគឺមកអែមស្លសឹងថាមិនអស់ផងស្លឹកអំបិលរបស់យើងហ្នឹងហើយយើងធ្វើការលាងសម្អាតស្លឹកអំបិលឲ្យវាស្អាតទៅពេលខ្លះមេឃភ្លៀងពេលខ្លះដីទលីអីហុយយ៉ាងទៅយើងធ្វើការលាងស្អាតជាមួយនឹងដីរបស់យើងនឹងឯងយើងលាងឲ្យស្អាតដាក់ទៅដើម្បីជាសោភ័ណភាពទុកសម្រាប់ពេលដែលយើងស្លទៅមើលឃើញតំណែងដល់បងប្អូនអស់គ្នាទស្សនាអញ្ចឹងណាបងប្អូនហ្នឹងហើយយើងមានដេងយើងមានស្លឹកក្រូចសើចលាងស្អាតវាឲ្យស្អាតហើយស្លឹកអំបិលរបស់យើងហើយយើងធ្វើការស្រង់ស្លឹកអំបិលហ្នឹងយកមកដាក់ម្ដុំមកដើម្បីឲ្យវាស្រស់ទឹកបងប្អូនអរគ្នាកាលណាស្លឹកអំបិលវាស្រស់ទឹកទៅវាស្រួលនៅក្នុងការយើងធ្វើការញីឬក៏យើងធ្វើការហាន់អញ្ចឹងណាបងប្អូនកាលណាមានទឹកអាឡែអីក៏វាមិនស្និទ្ធនឹងដែរហើយស្លរបស់យើងហ្នឹងគឺយើងដាក់ជាមួយនឹងត្រីឆ្អើបងប្អូនត្រីឆ្អើរបស់យើងហ្នឹងយើងធ្វើការលីងឲ្យវារៀងឈ្ងុយតិចកាលណាយើងលីងអត់ឈ្ងុយទេក៏វាអត់សូវមានក្លិនអីជាប់នៅច្រមុះរបស់យើងដែរកាលណាមានក្លិនជាប់ច្រមុះឈ្ងុយគឺវាតំណឹងហើយយើងធ្វើការដាក់ដាំទឹកបងប្អូនហ្នឹងហើយឥឡូវយើងលីងហើយយើងដួសដាក់ចានហ្នឹងទៅហើយអានេះយើងដាក់ដាំទឹកហ្នឹងយើងដាក់សណ្ដែកដាក់ស្លឹកក្រូចសើចយើងដាក់ម្ទេសអីក៏បានដែរសម្រាប់បងប្អូនទាំងអស់គ្នាដាក់ខ្ទឹមបន្តិចទៅហ្នឹងហើយពេលដែលទឹកពុះយើងធ្វើការរៀបចំណាបាក់នៅប្រហុករបស់យើងនឹងដាក់មកល្មមទៅតាមចំណូលចិត្តអ្នកទាំងអស់គ្នាបើចូលចិត្តរៀងក្លិនខ្លាំងនេះយើងដាក់រៀងច្រើនតិចទៅហើយយើងដាក់អំបិលបន្តិចទៅចូលទៅហើយយើងធ្វើការកូរវាឲ្យសព្វដើម្បីអំបិលហ្នឹងសឡអីក៏យើងប្រើអំបិលដែរដើម្បីឲ្យវាមុតមានន័យថាសឡហ្នឹងវារសជាតិដិតណាហើយយើងធ្វើការដាក់ត្រីឆ្អើចូលត្រីឆ្អើហ្នឹងវាមិនងាយឲ្យលួយទេបងប្អូនអើយអញ្ចឹងយើងដាក់មុនទៅហើយទៅវាអត់មានបញ្ហាអីទេសម្រាប់ត្រីឆ្អើហ្នឹងហើយត្រីឆ្អើហ្នឹងពេលយើងដាក់ហើយហ្នឹងយើងកុំភ្លេចពេលទឹកវាពុះហើយយើងដួសអាពពុះនឹងចេញផងដើម្បីយកនៅក្លិនអត់ល្អចេញអាពពុះហ្នឹងក្លិនវាអត់ល្អទេសម្រាប់យើងរសជាតិវាជួនកាលទៅវារៀងឆ្អាបអញ្ចឹងណាបងប្អូនអញ្ចឹងទៅយើងដួសអាពពុះនឹងចេញទៅពេលដែលបងប្អូនទាំងអស់គ្នាដួសហើយស្អាតទឹកវាពុះហើយយើងបង់កៅអៅឈូកយើងចូលបងប្អូនអើយកៅអៅឈូកនេះទំនើងមែនតើមើលទៅឃើញគេថាស្រស់មើលទៅទំនើងមកបងប្អូនណាហ្នឹងហើយអានេះយើងមកមើលម្អមរបស់យើងជាមួយនឹងស្លឹកអំបិលរបស់យើងគឺយើងត្រៀមរួចរាល់នៅពេលដែលវាពុះណាយើងត្រៀមនៅក្នុងការដាក់ពងត្រីរបស់យើងណាពងត្រីរបស់យើងទិញមកអាហ្នឹងទិញគេលក់គិតជាខំមួយខំប្រមាណនេះដូចជា5000អញ្ចឹងហ្នឹងហើយយើងទិញមកដាក់ជាមួយនឹងពងត្រីគឺចូលជាតិគ្នាតែម្ដងគឺជាមួយនឹងកៅអៅឈូកហ្នឹងគឺវាចូលជាតិខ្លាំងបងប្អូនអរគ្នាយើងដាក់ប៊ីចេងបន្តិចទៅហើយយើងដាក់រ៉ូឌីបន្តិចទៅណាយើងដាក់ខ្នុរក៏បានរ៉ូឌីក៏បានដែរនេះខ្ញុំដាក់រ៉ូឌីហ្នឹងហើយអញ្ចឹងទៅយើងចាំឲ្យវាពុះបន្តិចឲ្យវាចូលជាតិហើយវាកាត់ឆ្អាបអាពងត្រីនឹងផងបងប្អូនអរគ្នាយើងដាក់ស្ករបន្តិចយើងដាក់ស្ករទៅដើម្បីឲ្យវាមានជាតិផ្អែមទេយើងដាក់ទឹកត្រីហើយដោយសារប្រហុកនេះវាអត់សូវ
ក្លិនអញ្ចឹងណាអញ្ចឹងយើងដាក់ទឹកត្រីថែមបន្តិចទៅបងប្អូនអរគ្នាថាប្រហុកនេះវាជាប្រភេទប្រហុកសាច់ត្រីអញ្ចឹងទៅធ្វើម៉េចយើងកូរឲ្យសព្វប៉ុន្តែកូរកុំកូរខ្លាំងពេកប្រយ័ត្នបែកពងត្រីបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងទៅយើងកូរល្មមហ្នឹងឯងហើយបន្តមកទៀតបើសិនជាបងប្អូនចង់ដាក់ពងបន្ថែមក៏បានដែរតែខ្ញុំដាក់នៅចុងវីដេអូអញ្ចឹងណាហើយអានេះយើងធ្វើការបង់អំពិលណាលឹកអំពិលយើងចូលទៅលឹកអំពិលជាមួយនឹងម្ទេសរបស់យើងព្រោះអីម្ទេសរបស់យើងនឹងហាន់រួចហើយយើងធ្វើការដាក់ស្លឹកអំពិលជាមួយនឹងម្ទេសនឹងចូលទៅយើងដាក់ក្រោយក៏បានដែរម្ទេសនឹងស្រេចលើបងប្អូនអរគ្នាទេយើងដាក់តាណាគ្នាក៏បានដែរវាអត់មានជាបញ្ហាអីទេហើយស្លរបស់យើងហ្នឹងមកងាស់វាបន្តិចអ្នកទាំងអស់គ្នាដើម្បីឲ្យវាលួយអាកៅជុករបស់យើងពេលខ្លះវារៀងចាស់អីចឹងយើងក៏ពីយើងមកងាស់យើងយូរតិចទៅហើយយើងដាក់ម្ទេសចូលដោយសារខ្ញុំដាក់ម្ទេសហ្នឹងយើងហើយម្អមរបស់យើងធ្វើការរៀបវាទៅបន្ទាប់មកយើងធ្វើការហាន់ដាក់ម្អមហ្នឹងចូលទៅម្អមហ្នឹងវាជួយបង្កើននៅរសជាតិបង្កើននៅក្លិនជាពិសេសធ្វើឲ្យកាពះយើងកូរឆាប់ឃ្លាននឹងឯងម្អមហ្នឹងវាជួយច្រើនសម្រាប់សុខភាពយើងក៏ល្អផងដែរហ្នឹងហើយអ្នកនរគ្នាមើលម្អមឃើញដាក់ក្នុងស្លទៅឃើញតំណើងខ្លាំងមែនតើបាទពេលដែលយើងដាក់កំប៉ុងតពុះគុជចឹងទៅតំណើងមែនតើហើយឥឡូវយើងធ្វើការចាប់ដើមធ្វើការភ្លក់ហ្នឹងហើយស្លនេះម្ដាយក្មេករបស់ខ្ញុំគាត់ធ្វើការភ្លក់មើលទៅរសជាតិអ្នកនរគ្នាមើលនៅពេលដែលកំពុងពុះហ្នឹងឃើញថាតំណើងចង់តែភ្លក់ចឹងណាហើយស្ទើរអំពិលគាត់ក៏ដាក់អំពិលថែមបន្តិចទៀតដោយសារស្លឹកអំពិលនេះវាអត់សូវជូរបងប្អូនអរគ្នាហ្នឹងហើយស្លរបស់យើងតែប៉ុណ្្នឹងឯងដូចជារៀបរយហើយប៉ុន្តែគ្រាន់ថាក្នុងស្លនេះខ្ញុំចង់បន្ថែមពងអញ្ចឹងទៅខ្ញុំក៏រៀបចំឲ្យប្រពន្ធរបស់ខ្ញុំធ្វើការគោះពងដាក់បន្ថែមអញ្ចឹងណាដើម្បីឲ្យស្លនឹងខាប់ហើយឆ្ងាញ់អញ្ចឹងទៅក៏ដាក់ពងថែម2គ្រាប់អីបន្ថែមទៀតដើម្បីបង្កើននៅរសជាតិកាលណាពងដាក់ទៅវាខាប់ទៅស្លរបស់យើងក៏វាតំណើងទៅតាមនឹងដែរបងប្អូនអរគ្នានេះស្លរបស់យើងធ្វើការគោះពងដាក់ហ្នឹងឃើញថាតំណើងហើយបងប្អូនហ្នឹងហើយស្លរបស់យើងគឺអញ្ចឹងឯងគឺម៉ាក់អែមអញ្ចឹងណាកោហើយឃើញហ៎ខាប់បងប្អូនដាក់ពងទៅក៏វាបង្កើននៅរសជាតិញ៉ាំទៅវាល្មួតជាមួយមាត់របស់យើងតែម្ដងអញ្ចឹងណាបងប្អូនហ្នឹងហើយស្លរបស់យើងមានតែប៉ុណ្្នឹងទេគឺរៀបរយអស់ហើយអត់មានអីទៀតទេស្លប៉ុណ្នេះឆ្អិនអាចទទួលទានបានហើយអញ្ចឹងទៅយើងធ្វើការដួសដាក់ចានហើយរៀបចំជូនម៉ែបណ្ដាបានថតវីដេអូបន្តទេហ្នឹងហើយបើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like subscribe ម្នាក់មួយផងជាការលើកទឹកចិត្តឲ្យពួកខ្ញុំក្នុងការធ្វើវីដេអូថ្មីហ្នឹងហើយអរគុណជម្រាបលាស្រឡាញ់អ្នកទាំងអស់គ្នាជួបគ្នានៅក្នុងคลิปវីដេអូក្រោយបាទអរគុណបាយបាយ